ពីតិចនិចដែលអាចឲ្យយើងងាយចាំឥឡូវផលគុណនៃសញ្ញាយើងទីមួយគឺបូកគុណបូកស្មើបូកអាហ្នឹងធម្មតាក៏មុនយើងតិចតែឥឡូវខ្ញុំប្រាប់តិចនិចនេះបូកគុណដកស្មើដកអានេះដកគុណនឹងបូកស្មើដកដកគុណនឹងដកស្មើបូកហ្នឹងផលគុណនៃសញ្ញារបស់យើងឥឡូវយើងមកមើលកន្លែងខ្ញុំចង់បដោតពីកន្លែងទូទៅផលគុណនៃសញ្ញាដែលមានសញ្ញាដូចគ្នាគឺចេញវិជ្ជមានមានន័យថាសញ្ញាដូចគ្នាចេញវិជ្ជមានហ្នឹងគឺសញ្ញាអីគេសញ្ញាបូកដូចគ្នាអត់បូកផលគុណនៃសញ្ញាដែលមានសញ្ញាដូចគ្នាអត់បូកហើយបូកសញ្ញាដូចគ្នាដូចយើងចេញវិជ្ជមានគឺបូកយើងបន្តមកទៀតហើយផលគុណនៃសញ្ញាដែលមានសញ្ញាផ្ទុយគ្នាគឺចេញអីគេចេញដកអង្គគឺអវិជ្ជមានហើយយើងមកមើលនេះសញ្ញាបូកគុណនឹងអីគេគុណនឹងសញ្ញាដកអាហ្នឹងគឺអីគេសញ្ញាហ្នឹងគឺមិនដូចគ្នាគឺចេញអីគេអវិជ្ជមានគឺដកឃើញអត់ឃើញងាយស្រួលចាំអត់នេះដកគុណនឹងបូកស្មើដកគុណដកអាហ្នឹងដូចគ្នាចេញបូកនេះដកគុណនឹងបូកខុសនេះគឺចេញដកឃើញស្រួលចាំអត់អញ្ចឹងគឺខ្លីងាយមុនហ្នឹងយើងនេះផលគុណនៃសញ្ញាដែលមានសញ្ញាបូកសញ្ញាដកឥឡូវយើងចូលមកដល់ផលចែកនៃសញ្ញាម្ដងសញ្ញាចែកផលចែកនៃសញ្ញាយើងគឺទី1នេះសញ្ញាបូកចែកបូកចេញអីគេចេញបូកនេះបូកចែកនឹងដកចេញអីគេចេញដកចេញចែកនឹងដកស្មើគេបូកដកចែកនឹងបូកស្មើគេស្មើសញ្ញាដកអាហ្នឹងផលចែកនៃសញ្ញាហើយដើម្បីឲ្យយើងងាយស្រួលចាំគឺយើងមានជាទូទៅផលចែកនៃសញ្ញាដែលមានសញ្ញាដូចគ្នាផលចែកនៃសញ្ញាដែលមានអីគេដែលមានសញ្ញាដូចគ្នាគឺចេញអីគេវិជ្ជមានគឺសញ្ញាអីសញ្ញាបូកនេះយើងមើលកន្លែងនេះបូកនេះសញ្ញាបូកចែកនឹងសញ្ញាបូកចេញអីចេញបូកគឺដោយសារអីគឺដោយសារនេះផលចែកនៃសញ្ញាដែលមានសញ្ញាដូចគ្នាបូកសញ្ញាដូចគ្នាដូចហើយនេះគឺចេញអីគេចេញវិជ្ជមានសញ្ញាអីគេសញ្ញាបូកថាអត់នេះឃើញអត់ស្រួលចាំម៉ាច់យើងទៅទិញនេះអស់នេះឲ្យយូរទេយើងចាំតែជាទូទៅមកហើយយើងយល់គឺអីគឺងាយស្រួលចាំឥឡូវដល់កន្លែងនេះបូកចែកនឹងដកចេញដកយើងបន្តមកទៀតនេះហើយផលចែកនៃសញ្ញាដែលមានសញ្ញាផ្ទុយគ្នាគឺចេញអីសញ្ញាផ្ទុយគ្នាឃើញផ្ទុយគ្នាអត់នេះបូកចែកដកសញ្ញាផ្ទុយគ្នាអត់ពីរហ្នឹងមួយបូកមួយដកមិនផ្ទុយគ្នាចេញអីគេចេញអវិជ្ជមានគឺសញ្ញាអីគេសញ្ញាដកនេះឃើញអត់ចេញផ្ទុយគ្នាគឺចេញសញ្ញាដកគឺសញ្ញាដកហ្នឹងគេហៅថាអីគេអវិជ្ជមានឃើញស្រួលចាំអត់យើងមិនចាំទន្ទិញចាំអានេះទេនាំតែវែងបើយើងចាំតែជាទូទៅមកគឺយើងអីគេគឺយើងចាំងាយស្រួលមិនសោះវ៉ាយើងនៅទិញនៅបូកចេញបូកចេញបូកបូកចេញដកចេញដកចេញដកចេញបូកដកចេញបូកចេញអីគេចេញដកអញ្ចឹងនេះ